សំណួរបច្ចុប្បន្នប្រទេសកម្ពុជាកំពុងតែអភិវឌ្ឍហើយយើងតែងតែជួបប្រទះគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកជាញឹកញាប់ 1. តើកត្តាអ្វីខ្លះដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកញឹកញាប់បែបនេះ 2. ក្នុងចំណោមគ្រោះថ្នាក់ទាំងអស់នោះតើគ្រោះថ្នាក់បណ្ដាលមកពីកត្តាណាមួយដែលច្រើនកើតមានញឹកញាប់ជាងគេបំផុត 3. តើត្រូវមានវិធានការដូចម្តេចខ្លះដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនេះ ចម្លើយបច្ចុប្បន្នប្រទេសកម្ពុជាកំពុងតែអភិវឌ្ឍហើយយើងតែងតែជួបប្រទះគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកជាញឹកញាប់ 1. កត្តាដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកញឹកញាប់បែបនេះគឺ ក កត្តាមនុស្សមិនគោរពច្បាប់ចរាចរណ៍ប្រើប្រាស់គ្រឿងស្រវឹងគ្រឿងញៀនបើកបរហួសល្បឿនកំណត់អ្នកបើកបរមិនទាន់គ្រប់អាយុប្រើប្រាស់យានយន្តផ្ទុកទំនិញលើសកំណត់ប្រើប្រាស់ទូរស័ព្ទដៃពេលកំពុងបើកបរ ខ កត្តាយានយន្តមិនបានត្រួតពិនិត្យសុវត្ថិភាពយានយន្តមុននឹងប្រើប្រាស់យានយន្តចាស់ពេកមានប្រព័ន្ធភ្លើងត្រឹមត្រូវកង់កៅស៊ូសឹកពេកហួសការកំណត់ប្រើប្រាស់យានយន្តមានគ្រឿងមិនគ្រប់ឬមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស គ កត្តាផ្លូវថ្នល់ផ្លូវសើមឬរអិលផ្លូវកង់ខ្លាំងពេកផ្លូវគ្មានស្លាកសញ្ញាចរាចរណ៍ផ្លូវតូចចង្អៀតពេកផ្លូវខូចមានជង្ហុកធំនិងដីហុយខ្លាំងជាដើម 2. គ្រោះថ្នាក់កើតមានញឹកញាប់ជាងគេបំផុតគឺបណ្ដាលមកពីកត្តាមនុស្សពោលគឺបើកបរហួសល្បឿនកំណត់ 3. វិធានការជៀសវាងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករួមមានពង្រឹងការគោរពច្បាប់ចរាចរណ៍ឲ្យបានតឹងរ៉ឹងបើកវគ្គបង្រៀនច្បាប់ចរាចរណ៍ឲ្យបានទូលំទូលាយជាពិសេសនៅតាមសាលារៀនធ្វើផ្លូវថ្នល់ឲ្យបានល្អអមដោយស្លាកសញ្ញាចរាចរណ៍ត្រឹមត្រូវបង្កើនការប្រុងប្រយ័ត្ននិងសុជីវធម៌ល្អក្នុងពេលបើកបរ